សូមតាមដានទស្សនារឿងកូនអ្នកនេសាទមានចិត្តស្មោះត្រង់ចិត្តបឹងទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះចន្ទ្រារស់នៅយ៉ាងសាមញ្ញជាមួយម៉ាក់របស់គាត់ខ្ញុំនឹងខំប្រឹងធ្វើការឲ្យបានល្អទោះជាក្រីក្រក៏ចន្ទ្រានិងម៉ាក់រស់ដោយសេចក្តីស្រឡាញ់កូនត្រូវរក្សាចិត្តសុចរិតជានិច្ចរៀងរាល់ព្រឹកចន្ទ្រាទៅនេសាទដើម្បីជួយម៉ាក់សូមឲ្យថ្ងៃនេះមានត្រីល្អៗភ្លាមនេសាទរបស់គាត់ភ្លឺចែងចាំងយ៉ាងចម្លែកចន្ទ្រាបានឃើញត្រីមាសមួយដែលមានសំឡេងនិយាយសូមអាណិតខ្ញុំផងចន្ទ្រាអាចលួចត្រីមាសនិងក្លាយជាមនុស្សមានទ្រព្យខ្ញុំមិនអាចធ្វើបាបអ្នកបានទេចន្ទ្រាបានដោះលែងត្រីមាសដោយចិត្តសុចរិតខ្ញុំនឹងតបស្នងគុណអ្នកសេចក្តីល្អតែងតែត្រឡប់មកវិញសុចរិតនាំមកនៅពរចន្ទ្រាត្រឡប់មកផ្ទះដោយសេចក្តីសុខម៉ាក់មានមោទនភាពចំពោះកូនណាស់រឿងនេះបង្រៀនថាសុចរិតនិងចិត្តល្អនាំមកនៅកម្រិតផលល្អខ្ញុំនឹងរក្សាចិត្តល្អជានិច្ចសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាសូមជូនពរឲ្យមានសង្សារឆាប់ៗ I love all guys